นี่คือเชียร์จนสังไซได้ชอบมากระโบกเลยระบอบจนเชียร์บอเต้แต่งปีนี้ไปได้แบบโป๊ได้ก็เชียร์เนี่ยเล่นบันไดสังคมได้ละใบบ้าจนบอเต้ปีนี้ได้ละใบในเรือบันไดสังคมได้ก็ไต่เถื่อการช่วยซับไซปีเตชอในขนมประเทศกัมพูชีระบอบยืงได้เต้าบ้านกรมเจ้าชอบกับโบกเลยระบอบกอดทั้งไงไม่นี่ไปเมื่อบ้านเคยกำลังโยกกระทานปลอมตอนกับรัฐทุนกระทรวงมาตีลูกบ้านเถื่อการคอดจนสังไซครั้งเลยนี่คอดแปะบอลการได้ลูกบุญบอลชอบกับโบกจนจิตบอเต้ในสายไตรโอ้ชอบได้เชียร์จนบอเตปีนับได้ปนได้ละใบในเรือมันไอ้สังคมนั่งไงลูกบุญบานรถบ้านนั่งไงโอ้นั่งกับโบจนรองครูต่อบ้าโบจนครูนั่งซ้อมแรกก็นั่งตั้งบ้าเอามีมัดบ้างไงบ้าปัสปอยก่อนนะครูนั่งตั้งเอามีปัสปอยมีแต่การ์ดวีซ่าเอเด้โอ้เมนตู้บ้าอันมีไหนมีลอยตัวละประมาณลอยไป50 ดอลลาร์เชียงเอาไหนช่วยได้โอนอ้าวยังคุยบ้างอายุมานะโอนแชมป์นึง3 เชียงแล้วนี่ลงชั่วแล้วจูนจนสังไซอย่างนี้โยตนาเป็นแกะสนองกาเราชื่อโยธานปรมต้นเสียชื่อหมันเมาในลูกเอาไงไปเมาอยู่กับบ้านบอกยาบานสัมปริยะได้รมจนสังไซทัวร์สกรรมเพียบแต่งมั่วสวัสดิ์เพียบแต่งกัดตาบได้สเปียทัวร์สกรรมเพียบคือตราบ้านกำลังสมัติทัวร์การบังกราบหนึ่งจับครูนบ้านแต่งอ้อแต่มาดองกะในได้มีการเพียบไปเอาจุ่มบินกะในช็อกกับโบกูดังระบอบลูกครีได้เชียร์บล็อกเกอร์ก็โดยเชียร์เนี่ยเล่นมันได้สังคมเราละใบมันเนี่ยในขนมมันได้สังคมอะไรตราบ้านสมัติกับบุยบ้านเฮาเอาโยมาทัวร์การสู้น้อมในการนายกทานปรุงตอนกำรัดทุ่มกระทรวงมาเตะพองได้อาหารบอมปอนสีบ้าปารีជាប្រភេទអាហារបម្ពដែលផលិតនៅប្រទេសបារាំងមានប្រសិទ្ធភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាសុខភាពទាំងអ្នកមានសុខភាពទ្រុឌទ្រោមនិងអ្នកមានសុខភាពរឹងមាំក៏អាចពិសាបានព្រោះអាហារបម្ពន់ស៊ីបែប៉ារីមានសមត្ថភាពខ្ពស់ក្នុងការការពារការកើតជំងឺមហារីកកាត់បន្ថយដុំគីរដូវមកមិនទៀងបញ្ហារោគស្ត្រីការពារការកើតជំងឺទឹកនោមផ្អែមដោះស្រាយបញ្ហាក្រពះពោះវៀនអស់កម្លាំងលហិតលហៃវិលមុខកោខ្យល់ញឹកញាប់គិតច្រើនគេមិនលក់ឈើសន្លាក់លើឈាមលើជាតិខ្លាញ់អាស៊ីតឬដងបាតនោមញឹកមេរោគក្នុងថ្លើមនិងអាចជួយសម្រួលបញ្ហាផ្សេងៗជាច្រើនទៀតទំនាក់ទំនងទិញតាមរយៈ Facebook Page ឬលេខទូរស័ព្ទខាងក្រោមបាទសូមលំអរកាយគោរពនិងជម្រាបសួរប្រិមិត្តដែលនិយមតាមដាននិងទស្សនារាល់ព័ត៌មាននៃអង្គភាពព័ត៌មានវិទ្យុនៅវេលាម៉ោង5ល្ងាចដែលត្រូវនឹងថ្ងៃទី15ខែមិនិនាឆ្នាំ2025នេះប្រិមិត្តបានជ្រាបរួចហើយនៅដំណឹងតែជនបរទេស2នាក់ដែលល្បីនៅលើបណ្ដាញសង្គមដែលគាត់តែងតែធ្វើការជួយផ្សព្វផ្សាយពីទេសចរនៅក្នុងប្រទេសកម្ពុជារបស់យើងដែលត្រូវបានក្រុមចោរឆក់កាបូបលុយរបស់គាត់ថ្ងៃមិញនេះប្រិមិត្តបានឃើញកម្លាំងនាយកដ្ឋានព្រមតងកម្រិតធនក្រសួងមកលោកបានធ្វើការខាត់ជន់សង្ស័យខាងលើនេះខាត់ពាក់ព័ន្ធនឹងករណីដែរលោកប៊ុនបនឆក់កាបូបជនជាតិបរទេសនៅសារិត្រីអូឆក់ដែលជាជនបរទេសពីអ្នកប្តីពុនដែលល្បីនៅលើបណ្ដាញសង្គមហ្នឹងឯងលោកប៊ុនបានរត់បានហ្នឹងហើយបាទគាត់ឆក់បានអីខ្លះដែរលោកប៊ុនបានរត់ក្នុងហ្នឹងមានច្រើនបាបញ្យល់ប្រាប់បាទសំប្រាប់បោះបាទឥឡូវកម្លាំងសមត្ថកិច្ចយើងចាប់បានប៉ុន្មានអ្នកដែរលោកប៊ុនបានរត់ធ្វើការម្នាក់ឯងអូបាទចឹងធ្វើសកម្មភាពឆក់នឹងឆក់តែម្នាក់ឯងទេលោកបានបរត់ម្នាក់ឯងបាទម្នាក់ឯងឆក់នៅម្ដុំណាដែរសាយត្រីបាទអូនឹងកបោបបោះជនរងគ្រោះបាទបោះជនគ្រោះនឹងសំរៈគាត់នៅនឹងទាំងអស់បាទអត់បាត់ទេអត់មានបាត់បង់ទេបាទប៉ាសពយគាត់នៅក្នុងនឹងទាំងអស់នៅទាំងអស់អត់មានប៉ាសពយមានតែកាតវីសាអីទេអូមានទូបាទអត់មានហើយមានលុយដុល្លារប្រហែលលុយប្រហែលជា50 ដុល្លារជាងបាទប្រិមិត្តបានឃើញហើយនេះគឺជាលោកឧត្តមសេនីយ៍ត្រីបុត្រវណ្ណរតដែលលោកគឺជាអនុប្រធាននាយកដ្ឋានព្រំទាន់កម្រិតធ្ងន់ក្រសួងមហាផ្ទៃលោកបានបើកប្រតិបត្តិការក្តៅបាទក្នុងការបង្ក្រាបនិងតាមចាប់អូនឯឈ្មោះអីដែរអូនបងខ្ញុំខូចបងអាយុប៉ុន្មានអូនឆ្នាំហ្នឹងខ្ញុំ30ជាងឥឡូវនេះលងជក់ឥឡូវជូនជនសង្ស័យទាំងនេះយកទៅណាវិញអគ្គស្នងការเราชื่อโยธานปรมต้นបាទស្រាវជ្រាវប៉ុន្មានម៉ោងដែរលោក3ម៉ោងបាទ3ម៉ោងយើងកំណត់មកញ៉ាំបានបាទនេះប្រិមិត្តបាទសម្ភារៈដែលក្រុមជនសង្ស័យធ្វើសកម្មភាពទាំងមួកសុវត្ថិភាពទាំងកតាបដែលស្ពាយធ្វើសកម្មភាពគឺត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបនិងចាប់ខ្លួនបានទាំងអស់តែម្ដងហើយនេះគឺជាជនសង្ស័យដែលឆក់កាបូបលុយរបស់ជនជាតិបរទេសទាំងពីរអ្នកប្តីប្រពន្ធដែលគាត់ជាតារាដ៏ល្បីនៅក្នុងបណ្ដាញដែលគាត់ជាអ្នកលេងបណ្ដាញសង្គមដ៏ល្បីបាទឥឡូវនេះត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជាបានហើយមកយកទៅឲ្យប្រិមិត្តបានឃើញហើយក្រោយពីជនសង្ស័យបានធ្វើសកម្មភាពឆក់ទៅលើប្តីប្រពន្ធជាជនជាតិបរទេសទាំងពីរនាក់ឥឡូវនេះកម្លាំងសមត្ថ
កិច្ចបាទក្រោមការបញ្ជាពីឯកឧត្តមស្នេហ៍ឯកជួននរិននិងលោកឧត្តមស្នេហ៍ងេងជួដែលលោកគឺជាប្រធាននាយកដ្ឋានព្រំប្រទានកម្រិតធ្ងន់ក្រសួងមហាផ្ទៃលោកបានបញ្ជាកម្លាំងសមត្ថកិច្ចជំនាញរបស់ក្រសួងមហាផ្ទៃឲ្យស្រាវជ្រាវឥឡូវនេះកម្លាំងសមត្ថកិច្ចដឹកនាំដោយឧត្តមស្នេហ៍ត្រីបុត្រវណ្ណរតន៍ដែលលោកគឺជាអនុប្រធាននាយកដ្ឋានព្រំប្រទានកម្រិតធ្ងន់ក្រសួងមហាផ្ទៃនឹងលោកបានធ្វើការស្រាវជ្រាវតាមប្រមាញ់ចាប់បាននៅជនសង្ស័យនិងធ្វើការរឹបអូសក៏ដូចជាដកហូតនៅវត្ថុតាងរបស់ជនរងគ្រោះដែលជាកាបូបលុយរបស់ស្ត្រីដែលជាជនបរទេសបាទដែលត្រូវបានជនសង្ស័យធ្វើសកម្មភាពឆក់នឹងផងដែរប្រិមិត្តបានឃើញហើយកម្លាំងនាយកដ្ឋានព្រំប្រទានកម្រិតធ្ងន់ក្រសួងមហាផ្ទៃក្រោមការបញ្ជារបស់ឧត្តមស្នេហ៍ឯកងេងជួដោយបញ្ជាផ្ទាល់និងដឹកនាំកម្លាំងផ្ទាល់ដោយឧត្តមស្នេហ៍ត្រីបុត្រវណ្ណរតន៍ដែលលោកគឺជាអនុប្រធាននាយកដ្ឋានព្រំប្រទានកម្រិតធ្ងន់ផ្ទាល់តែម្ដងដែលលោកបានដឹកនាំកម្លាំងក្នុងការចុះប្រមាញ់ក៏ដូចជាតាមចាប់នៅជនសង្ស័យដែលធ្វើសកម្មភាពឆក់ទៅលើជនបរទេស2នាក់បាទដែលជាគូស្នេហ៍ហ្នឹងបាទដែលមានឈ្មោះល្បីនៅលើបណ្ដាញសង្គមទាំង Facebook ទាំង TikTok ទាំង YouTube ដែលគាត់ទាំង2នាក់គូស្នេហ៍របស់គាត់តែងតែធ្វើការផ្សព្វផ្សាយនៅកន្លែងទេសចរក៏ដូចជាកន្លែងដើរកម្សាន្តផ្សេងៗនៅក្នុងប្រទេសកម្ពុជារបស់យើងបែរជាមានជនសង្ស័យខាងលើបានធ្វើសកម្មភាពឆក់កាបូបរបស់គាត់កាលពីថ្ងៃមិញនេះនៅម្ដុំផ្សាររាត្រីឥឡូវនេះត្រូវបានកម្លាំងនាយកដ្ឋានព្រំប្រទានក្រោមការបញ្ជារបស់ឧត្តមសេនីយ៍ឯកងេងជួបាទបញ្ជាទៅលោកឧត្តមសេនីយ៍ត្រីបុត្រវណ្ណរតន៍ដែលលោកបានបើកប្រតិបត្តិការក្នុងការតាមប្រមាញ់ចាប់នៅជនសង្ស័យឥឡូវយកមកធ្វើការសួរនាំនៅកាន់នាយកដ្ឋានព្រំប្រទានកម្រិតធ្ងន់ក្រសួងមហាផ្ទៃផ្ទាល់តែម្ដងឥឡូវនេះជនសង្ស័យខាងលើដែលធ្វើសកម្មភាពឆក់កាបូបស្ត្រីជនជាតិបរទេសនឹងគឺឆក់តែម្នាក់ឯងទេឥឡូវត្រូវបានកម្លាំងសមត្ថកិច្ចលោកបានធ្វើការស្រាវជ្រាវប្រមាញ់ចាប់បាននៅម្ដុំទួលសកែមុននេះហើយឥឡូវកំពុងតែយកមកធ្វើការសួរនាំជុំវិញករណីនឹងផងដែរអរគុណបងប្អូនប្រិមិត្តបានឃើញហើយករណីដែលមានការភ្ញាក់ផ្អើលជុំវិញករណីឆក់កាបូបគូដណ្ដឹងរបស់លោកគ្រីសដែលជា blogger ក៏ដូចជាអ្នកលេងបណ្ដាញសង្គមដ៏ល្បីម្នាក់នៅក្នុងបណ្ដាញសង្គមឥឡូវត្រូវបានសមត្ថកិច្ចកបួចបានហើយយកមកធ្វើការសួរនាំនៅកាន់នាយកដ្ឋានព្រំប្រទានកម្រិតធ្ងន់ក្រសួងមហាផ្ទៃផងដែរអរគុណមែនតែនដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ជាពិសេសអរគុណដល់សមត្ថកិច្ចនាយកដ្ឋានព្រំប្រទានកម្រិតធ្ងន់ក្រសួងមហាផ្ទៃមិនដល់5ម៉ោងផងកម្លាំងសមត្ថកិច្ចរបស់យើងលោកបានធ្វើការបើកការស៊ើបអង្កេតក៏ដូចជាបើកការស្រាវជ្រាវតាមប្រមាញ់ចាប់បានយកទាំងជនសង្ស័យនិងដកហូតក៏ដូចជាប្រមូលនៅសម្ភារៈរបស់ជនរងគ្រោះដើម្បីយកទៅឲ្យជនរងគ្រោះឲ្យគាត់មានភាពកក់ក្ដៅប្រិមិត្តបានឃើញហើយកម្លាំងសមត្ថកិច្ចរបស់យើងលោកប្រឹងប្រែងក្នុងការបង្ក្រាបណាបាទលោកប្រក្រាបសឹងតែរាល់ថ្ងៃដូចខ្ញុំបានបញ្ជាក់អញ្ចឹងកម្លាំងនាយកដ្ឋានព្រំប្រទានកម្រិតធ្ងន់ក្រសួងមហាផ្ទៃលោកចេញទាំងយប់ចេញទាំងថ្ងៃក្នុងការតាមប្រមាញ់ចាប់នៅជនសង្ស័យដែលធ្វើសកម្មភាពនៅក្នុងរាជធានីភ្នំពេញក៏ដូចជានៅតាមបណ្ដាខេត្តឥឡូវនេះមិនដល់5ម៉ោងទេចាប់បានហើយយកមកធ្វើការសួរនាំនិងធ្វើការតាមនីតិវិធីច្បាប់ផងដែរអរគុណបងប្អូនសម្រាប់ការទស្សនានិងការតាមដានខ្ញុំបាទសវណ្ណធីរួមជាមួយនឹងក្រុមការងារសូមអរគុណនិងសូមគោរពលា